graphic អីជប់ធ្វើឡានឲ្យបើកហាងកាត់សក់មែនបាទបងប្អូនចង់ដឹងថាកាត់សក់អាម៉េចគឺបើកហាងកាត់សក់អាម៉េចបងប្អូនទស្សនាទាំងអស់គ្នាតើណាបាទបងប្អូនទាំងអស់គ្នាទីបំផុតលោកវណ្ណដាគឺបានចេញ MV ហើយក្រោយពីមានការរងចាំអស់រយៈពេលជិត1ឆ្នាំបាទគឺដោយសារតែយើងថតចុងឆ្នាំ2025មុនពេលមានសង្គ្រាមឥឡូវនេះគឺថាវណ្ណដាគឺបានចេញបទរបស់គាត់ហើយបាទគឺ New Card បាទហើយគឺថតក្នុង graphic អីយើងខ្ញុំបាទគឺថាថតរយៈពេលមួយយប់ទល់ភ្លឺតែម្ដងបងប្អូនអរគ្នាបាទហើយ MV គឺថាចេញមកលយមែនតើបងប្អូនបាទតិចច្រឡំតែមើល MV ហើយ VKA ឥឡូវបើកហាងកាត់សក់មិនមែនទេបងប្អូនបាទគឺផ្ដល់ទីតាំងសម្រាប់លោកវណ្ណដាថត MV របស់គាត់នឹងឯងបងប្អូនអរគ្នាបាទជាមួយ MV នេះគឺពាក់ព័ន្ធជាមួយនឹងសាប៊ូ clear របស់ហ្វីលីពីនផងដែរបងប្អូនអរគ្នាបាទគឺឥឡូវនេះគឺដល់ម៉ោងក្រុមការងាររៀបចំតាំងពីក្បាលល្ងាចខ្ញុំមកដល់ដំបូងគឺឃើញ surprise ដែរបាទគឺមិននឹកស្មានថាគាត់បានមកថតដល់ទីតាំងដែរបាទហើយចំពោះការ៉ាស់ VKA ពីដើមឡើយក៏ធ្លាប់ថត MV ពីមុនមកដែរបាទជាមួយនឹងក្រុមតារាចម្រៀងផ្សេងណាហើយពីមុនក៏ធ្លាប់ពី Club Yahan មកថតដែរបងប្អូនអរគ្នាបាទឥឡូវនេះគឺមានលោកវណ្ណដាបាទគឺជា idol របស់ខ្ញុំដែរបងប្អូនអរគ្នាបាទគឺបានមកថត MV នៅក្នុងការ៉ាស់តែម្ដងបងប្អូនបាទហើយមានអីទេបាទគឺក្រុមការងាររៀបចំបោសសម្អាត clear ឡានឲ្យទូលាយបាទបងប្អូនសូមទស្សនាវីដេអូនេះទាំងអស់គ្នាណាបាទទស្សនិកជនជាទីគោរពបាទនៅថ្ងៃនេះគឺគេធ្វើការថត MV នៅការ៉ាស់ VKA បាទបងប្អូនណាខ្លះដែលស្គាល់ម្ចាស់ឡានបាទលើកនេះអត់និយាយពីឡានទេបាទនិយាយពី MV ម្ដងបាទបើដឹងបត់អីគេបាទនេះមានសិតកន្ត្រៃកាត់សក់ខ្ញុំញ័រសាច់មករៀនកាត់សក់ក៏គឺកន្ត្រៃបាទញ័រសាច់ក្រោយសកម្មភាពម៉ោង 10:30 នាទីក្រុមការងារគាត់នៅយកដៃយកជើងឡើយទេបាទនៅដល់ឡែនឡើយទេបាទហើយភាពខុសគ្នារវាងបាទ idol របស់យើងគឺគាត់កក់សក់មានអ្នកកក់ឲ្យហើយនឹងបើអ្នកថតនេះចាប់ឲ្យកក់ខ្លួនឯងហើយបាទมันគួរជឿទេបាទស្បែកជើងខ្ញុំពាក់ប៉ណ្ណាំងម៉ូតូបាទហើយគាត់យកពាក់ថត MV បងប្អូនបាក់តោះអានេះបាក់តោះគេថាអត់ពេលឡើយông phú ấy này bông bắt ớn ông phú ấy này lên như này ổn nhặt được đi coi một ngày vậy số phim được rồi just showing him the benefit I'm really interested for itមកដល់មួយហើយក្រុមការងារអត់តន់ចប់ស៊ីនខាងមុខទេបាទនេះគឺជាប្លង់បន្ទាប់ដែលថតនៅក្នុង office PKH របស់យើងបាទ អរគុណច្រើនអរគុណច្រើនសូមបាយជូនពរជ័យនេះបងបាទអរគុណខ្ញុំសូមលាសពុនហើយខ្ញុំកាយតាមយ៉ាងនេះបាទអរគុណអត់ទេតិចយ៉ាងទៅស្គាល់និយាយទៅគឺថតថ្ងៃនេះគឺអត់បញ្ចេញថ្ងៃនេះទេយើងនឹងបញ្ចេញក្រោយដល់ MV ពួកគាត់ចាញ់ហើយនេះក្រុមការងាររបស់គាត់បាទកំពុងតែមួយ back A1 ចេញទៅបាទគឺថាថតចប់ហើយឥឡូវនេះគឺម៉ោង 12 កន្លះគឺចិត្តម៉ោង 7 ដែរបាទតែពួកគាត់ថតចប់ហើយ
អំពីពួកគាត់ធ្វើបានផលបញ្ចប់ហើយខ្ញុំអត់ចេញវីដេអូថ្ងៃនេះទេក្រោយ MV ចប់ចេញរួចបានខ្ញុំបញ្ចេញវីដេអូនេះបាទសូមបញ្ជាក់ថ្ងៃនេះគឺថ្ងៃទីម៉ាននេះ7 8ហ្នឹងបាទ